នេះអាចថាជាលើកដំបូងហើយជាការសាកល្បងដែរដែលយើងប្រឡែងកពើនេះដោយសារតែយើងមើលឃើញពីសារៈសំខាន់យើងមើលឃើញពីអ្វីដែលធម្មជាតិត្រូវការហើយយើងមើលឃើញពីសក្តានុពលដែលមាននៅក្នុងតំបន់ព្រៃការពារយើងនេះអញ្ចឹងហើយបានជាយើងគិតថានេះគឺជាកន្លែងដែលស័ក្តិសមបំផុតក្នុងការប្រឡែងកពើអ្វីដែលខ្ញុំថាស័ក្តិសមជាទីជម្រកធម្មជាតិដ៏ស័ក្តិសមមានន័យថាដោយសារទីនេះវាជាទន្លេជាតំបន់ដែលយើងសិក្សាមើលទៅគឺវាមានអាហារមានប្រព័ន្ធទន្លេទឹកជ្រៅល្អវាជាតំបន់ដីសើមមានអាហារហើយអញ្ចឹងយើងគិតថាវាពិតជាស័ក្តិសមទៅនឹងកពើដែលអាចយើងប្រឡែងបានហើយមួយទៀតសោតទីនេះមិនមែនជាកន្លែងថ្មីទេវាជាកន្លែងធម្មជាតិរាប់រយរាប់ពាន់ឆ្នាំកន្លងមកហើយដែលវាមានវត្តមានកពើរស់នៅទីនេះអញ្ចឹងហើយបានជាយើងយកកពើមកដាក់ទីនេះក៏ដោយសារតែយើងធ្វើការសិក្សាស្រាវជ្រាវហើយយើងដឹងថាទីនេះធ្លាប់មានកពើមិនមែនធ្លាប់មានគឺមានប៉ុន្តែថាយើងមិនដឹងថាមានប្រមាណតែនៅក្នុងចំនួនមួយមិនជាច្រើនទេពីព្រោះតាមអ្វីដែលក្រមការងារមន្ត្រីឧស្សាហកម្មយើងក្រមការងារនៃអង្គការយើងបានចុះតែងតែចុះធ្វើការអង្កេតជាប្រចាំខែនោះគឺកន្លងមកគឺយើងតែងតែឃើញដានកពើបាទតែងតែឃើញដានកពើជានិច្ចកាលហើយគាត់ឃើញជាទូទៅគឺនៅពេលយប់ចន្លោះពីម៉ោង10ម៉ោង10អីគាត់ចុះល្បាតក្នុងសកម្មភាពចុះល្បាតគាត់ចុះទៅសាមងឬក៏ប្រក្រាបបទល្មើសឆក់ឬក៏ដាក់សន្ទុយអណ្ដូងអីអញ្ចឹងគឺគាត់ក្រៅតែពីសកម្មភាពហ្នឹងគឺគាត់ចុះទៅមើលស្វែងរកកពើដែរអញ្ចឹងគាត់ជាទូទៅគឺគាត់ឃើញនៅទន្លេស្រែពកយើងហ្នឹងនៅចុះទៅខាងក្រោមគឺឃើញមានកពើយើងជាក់ស្ដែងនៅឆ្នាំយើងធ្លាប់ឃើញកពើហ្នឹងចំនួន2ដងដែលយើងអាចកត់ត្រាចំនួនជាក់លាក់លើកទី1យើងឃើញមានកូនពងញាស់ចំនួន9ក្បាលនៅឆ្នាំ2021ហើយលើកទី2យើងឃើញនៅក្នុងឆ្នាំ2024 9ក្បាលទៀតនៅក្នុងសបុកក្នុង9ក្បាលហ្នឹងមានមេធំអញ្ចឹងឆ្នាំ2004យើងឃើញ2ដង9ដូចគ្នាប៉ុន្តែលើកទី1 9កូនដែលវាហែលចេញពីសបុកដល់លើកទី2នេះយើងឃើញមានកូនហើយនឹងមេបូកទៅ9មេធំមួយដែលវានៅក្នុងសបុកអញ្ចឹងក្រមមន្ត្រីយើងគាត់ឃើញនៅក្នុងកពើភ្នំអាចបកកគ្រោះថ្នាក់ដល់មនុស្សដល់សត្វផ្សេងទេកពើភ្នំឬយើងហៅថាកពើព្រៃនេះជាធម្មជាតិរបស់វាមិនបកកផលប៉ះពាល់ទៅដល់មនុស្សទេហើយយើងដឹងហើយថាមិនទាន់មានករណីឬក៏របាយការណ៍ណាបង្ហាញថាមនុស្សគ្រោះថ្នាក់ដោយសារកពើភ្នំនេះផងដែរជាក់ស្ដែងនៅទីនេះគឺជាតំបន់ហាមឃាត់មិនថានៅទីនេះឬក៏មិនថានៅទីណាទេដែលហៅថាជាតំបន់ហាមឃាត់ជាព្រៃការពារគឺយើងមិនអនុញ្ញាតឲ្យមានការចូលទេអញ្ចឹងជាក់ស្ដែងគឺសត្វកពើនេះវានឹងមិនអាចទៅគេហៅថាបង្កជាហានិភ័យឬក៏ដែលយើងតែងតែព្រួយបារម្ភឬក៏មតិជាទូទៅគិតថាកពើបង្កជាការគ្រោះថ្នាក់ឬក៏ស៊ីមនុស្សនោះគឺមិនអាចទេព្រោះវារស់នៅក្នុងធម្មជាតិរបស់វាលកឹកណាតលតែមនុស្សយើងចូលទៅរំខានវាឧទាហរណ៍ចូលទៅយោពងឬក៏ចូលទៅក្បែរវាត្រូវការពារខ្លួនมันខុសឲ្យដូចពីសត្វពស់គឺវាកាចខ្លាំងណាស់សត្វណាដោយសត្វណាដែរនៅពេលដែលវាកំពុងតែការកូនឬក៏កំពុងតែពងនៅក្នុងសបុកគឺវាកាចអញ្ចឹងកាចហ្នឹងគឺធម្មតាតែយើងចូលទៅវាការពារខ្លួនអញ្ចឹងបើយើងមិនទៅធ្វើអីវាក៏វាមិនធ្វើយើងដែរហើយខ្ញុំហ៊ាននិយាយថានៅទីនេះបើមិនមានបទល្មើសណាហ៊ានចូលទេក៏មិនមានគេហៅថាការពាំងប្រទេសឬក៏ផលរំខានណាមួយឬក៏គ្រោះថ្នាក់ណាមួយកើតឡើងដោយសារកពើដែរហើយក៏កពើហ្នឹងក៏វាក៏មិនចង់ធ្វើយើងដែរជាទូទៅវារស់នៅតែក្នុងធម្មជាតិវាស៊ីតែត្រីវាស៊ីតែសត្វនៅក្នុងទឹកទូចវាអត់មានអីទៅពាក់ព័ន្ធជាមួយមនុស្សទេហើយជាក់ស្ដែងនៅពេលដែលយើងរៀបកម្មវិធីប្រឡែងកពើនេះក៏មិនមែនជាតែយើងតែគិតឃើញឥឡូវតែគឺយើងធ្វើការសិក្សាស្រាវជ្រាវយូរមកហើយតាំងតែពីឆ្នាំ2019 2020ឡើងមកទល់ពេលបច្ចុប្បន្នហើយចុងឆ្នាំ2025គឺយើងទើបតែសម្រេចឯកភាពដែលយើងស្នើសុំគោលការណ៍ពីក្រសួងក៏ដូចជាអង្គការពាក់ព័ន្ធដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកម្មវិធីប្រឡែងនេះមិនមែនមានន័យថា
ตึมแต่ធ្វើទេគឺយើងបានធ្វើការយ៉ាងល្អិតល្អន់ជាមួយអ្នកពាក់ព័ន្ធជាពិសេសក្រសួងសម័យដើម្បីឆ្លងពួកគាត់ហើយអ្វីដែលយើងមិនភ្លេចហើយអ្វីដែលយើងមិនអាចខ្វះបានគឺការចូលរួមពីសហគមន៍គឺការដែលយើងចូលរួមពីសហគមន៍ដើម្បីផ្ទៀងផ្ទាត់ដើម្បីធ្វើការប្រឹក្សាជាមួយគាត់ដូចខាងអ្នកសារព័ត៌មានយើងបានសួរអញ្ចឹងថាវាប៉ះពាល់ទៅដល់មនុស្សអត់វាគ្រោះថ្នាក់ដល់មនុស្សអត់អញ្ចឹងមនុស្សគាត់គិតអញ្ចឹងពីដំបូងអញ្ចឹងជំហានមកដល់ពេលនេះគឺយើងបានធ្វើការប្រឹក្សាយោបល់ហើយផ្ដល់ជាធាតុចូលក៏ដូចជាការឯកភាពរវាងអាជ្ញាធរក៏ដូចជាសហគមន៍ដែលគាត់នៅក្នុងតំបន់ក្បែរហ្នឹងឬក៏ដែលនៅក្នុងទន្លេដងទន្លេក្បែរទន្លេឬក៏នៅទន្លេហ្នឹងគឺយើងបានជូនតំណែងទៅគាត់យើងធ្វើការប្រឹក្សាយោបល់ទៅជែកគាត់អំពីផលប៉ះពាល់ឬក៏អ្វីដែលពាក់ព័ន្ធទាំងឡាយប្រាប់គាត់ថាវានឹងមិនប៉ះពាល់ទៅដល់គាត់ទេ